លាបពណ៌ខ្លួនឯងដើម្បីចង់បានល្បីយកមកយូរតិចដឹងចាហ្វេនរបស់នាងខ្ញុំគាត់ចង់និយាយថារាល់ថ្ងៃនេះនាងខ្ញុំប្រឌិតខមមិនคล้ายៗដើម្បីចាចង់ល្បីចង់បានមកយូរតោះទស្សនាជាមួយនាងខ្ញុំណាតាមពិតទៅនាងខ្ញុំលើកខមមិននេះយកមកដាក់នាងខ្ញុំចង់បានមកយូរមែនក៏ប៉ុន្តែឲ្យនាងខ្ញុំប្រឌិតទោះបីជាមេឃរលំភ្នំរលាយសុថាវិញម្នាក់នេះមិនធ្វើឡាយបងប្អូននាងខ្ញុំបានឆ្លើយតបទៅគាត់វិញថាមនុស្សពិភពលោកនេះធ្វើអ្វីគឺដើម្បីលុយភាកច្រើនតែម្ដងក៏ប៉ុន្តែលើកលែងនាងខ្ញុំមួយណានាងខ្ញុំធ្វើអ្វីគឺដោយបញ្ញារកលុយដោយបញ្ញារកលុយដោយធម៌ណាជម្រាបសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់ថ្ងៃនេះបងប្អូនអើយដូចឋានទេវតាតែម្ដងចុះព្រឹកព្រលឹមលោកប្តីនាងខ្ញុំគាត់នាំទៅទីកន្លែងសួនចាស់សួនថ្មីសួនកដាសួនលើសួនក្រោមសិតតែបណ្ដែក៏ប៉ុន្តែបង្ហាញត្រឹមតែម្រះទេណាបងប្អូនមាន3ពូជឥឡូវនេះនាងខ្ញុំមកឆ្លើយនៅសំណួរមួយបងប្អូនដោយសារតែមានគេថានាងខ្ញុំល្ងងទៀតហើយចាគាត់មកទីនេះគាត់ចង់បានបន្លែគាត់សុំទិញបន្លែកូនចៅរបស់នាងខ្ញុំប្រាប់ថាមេនាងខ្ញុំនឹងមេខ្ញុំនឹងអត់លក់ទេគាត់ទុកថតហើយគាត់ថាចោះថតហើយលក់ទៅចាហើយដល់ពេលហើយគាត់អត់លក់អត់ហ៊ានចាដោយសារតែបន្លែរបស់នាងខ្ញុំហ្នឹងណាលោកប្តីនាងខ្ញុំគាត់ដាំជាកដោនាងខ្ញុំចាដូចលោកប្តីបងប្អូនអញ្ចឹងណាលោកប្តីមានមាសមានពេជ្រមានវិឡាមានឡានជូនអញ្ចឹងលោកប្តីនាងខ្ញុំគាត់មានបន្លែជូនអញ្ចឹងហើយនាងខ្ញុំយកបន្លែហ្នឹងណាឆ្នៃជាលុយសិនចានាងខ្ញុំអត់លក់ទេបើសិនជានាងខ្ញុំលក់បានលុយថាមួយជើងហ្នឹងដាំបាន10គីឡូម្រះ1គីឡូប៉ុន្មានបងប្អូនកូនលុយតែបើសិនជានាងខ្ញុំទុកថតចាបានលុយច្រើនជាងនឹងទី2គាត់ថាចុះបើលក់ហើយថតទៀតនឹងបានលុយដប់បងប្អូនណាពេលវេលាវាអត់ត្រូវគ្នាចាពេលវេលាអត់ត្រូវគ្នាបងប្អូនពេលវេលារបស់នាងខ្ញុំគឺនាងខ្ញុំបែងចែកម៉ោង7ព្រឹករហូតម៉ោង11យប់ហ្នឹងគឺនាងខ្ញុំពេលណាធ្វើអីពេលណាធ្វើអីចាហើយម្រះហ្នឹងណានាងខ្ញុំបែម្ដងបានត្រឹមតែយ៉ាងច្រើនអស់ហើយ4គីឡូបងប្អូនលោកឪពុកអ្នកម្ដាយទាំងសងខាងក៏ដូចជានាងខ្ញុំបងប្អូនចាបើសិនជានាងខ្ញុំលក់ជូនបងប្អូនតែឲ្យអ្នកដាំបានអ្វីហូបទៅអានេះនាងខ្ញុំនិយាយត្រង់ណាបងប្អូនណាចឹងហើយមេត្តាខន្តីផងណាបងប្អូនចំពោះបន្លែរបស់នាងខ្ញុំហ្នឹងគឺនាងខ្ញុំអត់លក់ទេនាងខ្ញុំទី1សម្រាប់គ្រួសាររបស់នាងខ្ញុំដើម្បីស្ដារសុខភាពទី2គឺនាងខ្ញុំចែកជូនបងប្អូនក៏ប៉ុន្តែនាងខ្ញុំចែកជូនជាសម្ងាត់បងប្អូនលក្ខណៈនាងខ្ញុំលក់អនឡាញណាបងប្អូននាងខ្ញុំបានដាក់ជូន2ផ្លែ3ផ្លែទៅហូបសាក់លបងលក្ខណៈបន្លែធម្មជាតិទាំងអស់គ្នាអញ្ចឹងណាបងប្អូនឲ្យនាងខ្ញុំលក់អត់លក់ទេមេត្តាខន្តីអភ័យទោសដល់នាងខ្ញុំផងណាមុខម្ហូបនេះបងប្អូនអើយបើសិនជាបងប្អូនចូលចិត្តម្រះលេខ1តែម្ដងហេងណា